ពួកឯកសារខ្លាំងមែនតើលោកគ្រូម្នាក់នេះសងបំណុលចំនួនឪពុកម្ដាយជាង3 លានដុល្លារប្រើប្រាស់លុយដែលបានមកពីមុខរបរដែលឪពុកម្ដាយមុនដំបូងអត់ចង់ឲ្យធ្វើសោះហើយរឿងរបស់គាត់មករយៈនេះហាក់គឺល្បីខ្លាំងមែនតើនៅក្នុងសារព័ត៌មានចិនមកស្គាល់លោកគ្រូម្នាក់នេះទាំងអស់គ្នាលោកគ្រូខាងលើមានឈ្មោះថាឆាន់ចៅឥឡូវអាយុ31ឆ្នាំគាត់កើតនៅក្នុងគ្រួសារអ្នកមានខ្លាំងដែរមានរោងចក្រមានអីជារបស់ខ្លួនឯងពេលគាត់អាយុ5ឆ្នាំរៀនសរសេរអក្សរបែបនេះអក្សរផ្ចង់បែបហ្នឹងគឺជាវប្បធម៌សិល្បៈមួយរបស់ជនជាតិចិនគាត់រៀនតាំងពីអាយុ5ឆ្នាំហើយក៏ចូលចិត្តស្រឡាញ់អក្សរអស់ហ្នឹងខ្លាំងមែនតើដល់ពេលធំឡើងត្រូវរើសសាលារៀនសាកលវិទ្យាល័យឪពុកម្ដាយចង់ឲ្យកូនរៀនខាង business រៀនគ្រប់គ្រងរៀនរកស៊ីតែឆាន់ចៅនឹងអត់ព្រមរៀនទេចង់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់នោះគឺរៀនសិក្សាបន្ថែមអំពីអក្សរសាស្ត្រអស់នេះឪពុកម្ដាយហាមកូនអត់ស្ដាប់បានតែបោះពាក្យមកថាកូនឯងអាចពឹងផ្អែកលើមុខរបរអក្សរនឹងដើម្បីចិញ្ចឹមជីវភាពបានទេតែឆាន់ចៅអត់បោះបង់ទេរៀនផ្នែកហ្នឹងទាល់តែបានពេលរៀនចប់ក៏បើកហាងបង្រៀនបែប studio ខ្នាតតូចបើកបាន2ខែបានមានកូនសិស្សចូលរៀនហើយសាលារបស់គាត់ក៏សាងកេរ្តិ៍ឈ្មោះបន្តិចម្ដងគ្រូបង្រៀនក្មេងៗឲ្យសរសេរអក្សរអស់ហ្នឹងកើតបង្រៀនក្មេងចេះសរសេរហើយក្មេងៗសរសេរអក្សរអស់ហ្នឹងស្អាតទៀតមកអញ្ចឹងហើយបានសាងកេរ្តិ៍ឈ្មោះដល់សាលានៅក្នុងឆ្នាំ2017គាត់នៅប្រទេសបារាំងធ្វើជាលោកគ្រូបង្រៀនសរសេរអក្សរអស់ហ្នឹងដល់ក្មេងៗចិនតែនៅចុងឆ្នាំ2017គាត់ត្រូវហោះត្រឡប់មកប្រទេសចិនវិញដោយសារពេលហ្នឹងមុខរបរឪពុកម្ដាយគាត់ចាប់ផ្ដើមខ្សែទុនព្រោះតការគ្រប់គ្រងអត់បានល្អរោងចក្រក៏ត្រូវបិទជំពាក់បំណុលដល់ទៅ2.8 លានដុល្លារទៀតគាត់ត្រូវមកប្រទេសចិនវិញដើម្បីជួយរ៉ាប់រងបំណុលឪពុកម្ដាយណាមួយពេលហ្នឹងឪពុករបស់គាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺដែរគ្រួសារត្រូវពឹងលើគាត់តែម្នាក់គាត់បានយកលុយដែលគាត់មានពង្រីកសាលាឲ្យធំជាងមុនគុណនឹង2ដើម្បីទទួលសិស្សថែមហើយសិស្សក៏បានឡើងរហូតដល់300នាក់សិស្សកាន់តែច្រើនគាត់ក៏បានជួលបុគ្គលិកបន្ថែមដើម្បីសម្រួលដល់ការងារបន្ថែមពីលើហ្នឹងក៏លក់អក្សរអស់ហ្នឹងនៅតាមអនឡាញទៀតផងក្នុងមួយថ្ងៃបង្រៀនច្រើនម៉ោងខ្លាំងមែនតើពីម៉ោង8ព្រឹកដល់ម៉ោង9យប់សម្រាប់1ម៉ោងពេលថ្ងៃដើម្បីញ៉ាំបាយនៅថ្ងៃសម្រាប់ជួបជុំមិត្តភ័ក្តិម្ដងគេអាសាថាឲ្យគាត់មុខឡើងចាស់មើលទៅឡើងហត់ខ្លាំងគូតែសម្រាប់បន្តិចទៅកុំខំខ្លាំងពេកតែគាត់ឈប់ធ្វើការអត់បានព្រោះអីបំណុលហ្នឹងគឺច្រើនខ្លាំងសាលាដំណើរការកាន់តែរលូនគាត់ក៏បានបើកមុខរបរបន្ថែមនោះគឺហាងតែនិយាយទៅតែមួយគឺពេញនិយមខ្លាំងសម្រាប់ជនជាតិចិនហើយមុខរបរលក់តែហ្នឹងក៏ដើរដូចគ្នា7ឆ្នាំកន្លងផុតទៅជាមួយនឹងការខំប្រឹងអត់ឈប់អត់ឈរគាត់ក៏បានសងបំណុល2.8 លានដុល្លារហ្នឹងអស់ហើយរឿងហ្នឹងក៏បានចុះផ្សាយពេញអ៊ីនធឺណិតចិនគេសរសើរគាត់ខ្លាំងមែនតើអាយុទៅតែ31តែសងបំណុលប៉ុណ្ណឹងបានអត់ធម្មតាទេហើយគេក៏ទៅសម្ភាសគាត់ដែរសួរថាគាត់មានអារម្មណ៍ម៉េចបន្ទាប់ពីសងបំណុលអស់ហ្នឹងហើយឥឡូវហ្នឹងគាត់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើសងបំណុលក៏អស់ណាមួយឪពុកម្ដាយក៏ទទួលស្គាល់ដែរថាក្តីសម័យរបស់គាត់អ្វីដែលគាត់ធ្វើបង្រៀនគេសរសេរអក្សរហ្នឹងវាអាចបង្កើតទៅជាមុខរបរមួយដែលជួយដោះស្រាយជីវភាពអ្វីដែលគាត់ចង់និយាយហ្នឹងគឺចាប់ពីពេលហ្នឹងតើឡើងមានណាគេមើលងាយក្តីសម័យរបស់គាត់ទៀតហើយព្រោះគាត់បានបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញហើយនេះហើយគឺជាធម៌ពលនៃការធ្វើតាមក្តីសម័យបើបានផលវិជ្ជមានគឺមើលទៅឡើងអស្ចារ្យដោយគាត់ចឹងចុះអ្នកទាំងអស់គ្នាវិញសរសើរលោកគ្រូម្នាក់នេះអត់កុំភ្លេចខមមិននៅខាងខប់